វិកណដ្ឋានស្មៅជាទីតាំងបូរីប្រវត្តិដ៏ធំបំផុតរបស់ប្រទេសសិនដែលបានរក្សាទុករហូតមកដល់ពេលបច្ចុប្បន្នស្ថិតនៅចំណុចប្រសព្វនៃខ្ពង់រាបដីលឿងនិងវាលខ្សាច់មូអ៊ូសវាមានទីតាំងនៅក្នុងស្រុកកោចាប៉ោទីក្រុងសិនមូខេត្តស្រានស៊ីប្រទេសសិនត្រូវបានគេប្រសិទ្ធនាមតាមឈ្មោះភូមិធម្មជាតិស្មៅដែលវាស្ថិតនៅហើយគ្រប់ដណ្ដប់លើផ្ទៃដីជាង4លានម៉ែត្រការ៉េអ្នកសាងសង់វិកណដ្ឋានស្មៅមានបច្ចេកទេសរៀបចំផែនការនិងសាងសង់ដ៏ល្អហើយសំណង់ថ្មរក្សាបាននៅរូបរាងដោយដើមបន្ទាប់ពីរយៈពេលជាង 4,000 ឆ្នាំក្នុងនាមជាមជ្ឈមណ្ឌលនៃអំណាចចម្លាក់ថ្មយក្សនៃមុខទេវតានិងសត្វជាដើមត្រូវបានគេរកឃើញនៅលើជញ្ជាំងការពារភាគខាងត្បូងនៃវិមានហួងឆឹងថៃដែលនេះបានបង្ហាញពីគំនិតសិល្បៈចាស់ទុំនិងសិប្បកម្មដ៏ប្រណិតអ្នកជំនាញខាងបុរាណវិទ្យាពន្យល់ថាវិមានហួងឆឹងថៃគឺជាកន្លែងពិសិដ្ឋសម្រាប់រក្សាសណ្ដាប់ធ្នាប់នៅក្នុងសង្គមស្មៅនិងជាវិមានរាជវាំងមួយក្នុងចំណោមវិមានរាជវាំងដែលត្រូវបានថែរក្សាយ៉ាងល្អបំផុតនៅអាស៊ីបូព៌ាក្នុងវិកណដ្ឋាននេះគេបានរកឃើញវត្ថុបុរាណថ្មយក្សដ៏ប្រណិតមួយចំនួនធំរួមជាមួយនឹងម្ជួរឆ្អឹងចំនួន 17,000 និងឆ្អឹងទុះទាយពីគោក្របីនិងចៀមដែលបញ្ជាក់ពីសេដ្ឋកិច្ចបែបចម្រុះដែលរួមបញ្ចូលគ្នានៅកសិកម្មនិងការចិញ្ចឹមសត្វការរកឃើញវិកណដ្ឋានស្មៅបានបង្ហាញយ៉ាងច្បាស់អំពីការរួមបញ្ចូលគ្នានៃពហុពលនៃប្រភពដើមនៃអរិយធម៌ចិនហើយវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការយល់ដឹងអំពីអរិយធម៌ចិនជាង 5,000 ឆ្នាំ